ថ្ងៃនេះគឺឃើញនៅក្នុងចក្រានបាយគឺឃើញមានត្រីខមកកំប៉ុងហើយនឹងពងទាចំនួន5គ្រាប់តែក៏អត់ដឹងថាធ្វើអីដែរធ្លាប់តែមានត្រីខយើងយកទៅឆាធម្មតាឬក៏យើងឆាលុកឡាក់អីអញ្ចឹងណាតែចម្លែកថ្ងៃនេះគឺនាងខ្ញុំមានត្រីខយកមកកែច្នៃដូចជាបុកតែគ្រឿងត្រីខហ្នឹងហើយបងប្អូនអញ្ចឹងចង់ដឹងរូបមន្តនឹងធ្វើបែបណាមិនកុំភ្លេចមើលវីដេអូនេះហើយគ្រឿងផ្សំរបស់យើងគឺអត់មានអីច្រើនទេមានខ្ទឹមសខ្ទឹមក្រហមហើយនឹងត្រីខមកកំប៉ុងនឹងពងទាដែលយើងបានដាក់ស្ងោរឲ្យមិញហ្នឹងណាហើយអញ្ចឹងខ្ទឹមសរបស់យើងគឺយើងបកវាបកសបកបកអីឲ្យច្រើនអញ្ចឹងទៅទាំងខ្ទឹមក្រហមខ្ទឹមអីនិយាយរួមទៅគឺថាខ្ទឹមស្រេចតែចំណង់ចំណូលចិត្តរបស់បងប្អូនទេបងប្អូនចង់ដាក់រៀងច្រើនឬក៏មិនច្រើនអីស្រេចតែបងប្អូនអីចឹងតែនាងខ្ញុំរៀងចូលចិត្តខ្ទឹមដែរអញ្ចឹងក៏បករៀងច្រើនដែរហ្នឹងណាខ្ទឹមសដាក់រៀង1មើមធំហើយនឹងខ្ទឹមក្រហមដាក់ចំនួន5 6គ្រាប់អីចឹងទៅហើយក៏យើងបកអីស្អាតហើយគឺយើងមានម្ទេសបងប្អូនដាក់តាមចូលចិត្តចង់បានតិចឬក៏ច្រើនអីចឹងណាអញ្ចឹងពងទារបស់យើងគឺថាឆ្អិនល្មមអញ្ចឹងគឺយើងស្រង់វាដាក់ឲ្យត្រជាក់មកដល់ឡែកអីចឹងទៅនេះនិយាយរួមទៅគឺថាមួយមុខនេះបងប្អូនចង់សាកធ្វើក៏បានដែរគឺថាឆ្ងាញ់មែនទែននិយាយរួមទៅគឺថាប្លែកមាត់ហ្មងហើយខ្ទឹមសខ្ទឹមក្រហមហើយនឹងម្ទេសដែលយើងបានហើយហ្នឹងយើងយកមកលីងវារហូតដល់វារៀងឆ្អិនខ្ទឹមឆ្អិនខ្ទឹមអីចឹងទៅឲ្យវារៀងក្លោចអីតិចទៅគឺយើងយកមកបុកហើយបងប្អូនយើងបុកវាឲ្យរៀងម៉ត់អីតិចទៅម៉ត់និយាយរួមទៅគឺថាដូចបុកតែគ្រឿងចឹងគ្រឿងក្រៅគ្រាន់តែយើងអត់បានដាក់ខ្ទឹមក្រហមអញ្ចឹងយើងបុកឲ្យរៀងម៉ត់អីចឹងទៅគឺយើងគាស់ត្រីខនេះគឺយើងនេះបងប្អូនចង់ដាក់ត្រីខយ៉ាងម៉េចក៏បានដែរម៉ាក់អីក៏បានដែរគឺមានត្រីខច្រើនអញ្ចឹងគឺយើងស្រង់តែសាច់វាទេយើងយកសាច់ហ្នឹងគឺយើងយកមកបុកច្បល់ជាមួយនឹងគ្រឿងខ្ទឹមដែលយើងបានលីងហើយមិញគឺយើងយកបុកហ្នឹងយើងបុកវាឲ្យរៀងម៉ត់ចូលគ្នាអីអញ្ចឹងទៅនេះយើងជ្រុំវាទៅបានហើយដោយសារតែត្រីហ្នឹងរៀងសាច់វារៀងទន់អញ្ចឹងយើងបុករួចហើយយើងចាប់ផ្ដើមមកកូរជាមួយនឹងខ្លាញ់យើងដាក់ខ្លាញ់រៀងក្តៅអីតិចទៅក៏យើងដែលយើងគ្រឿងក្រៅយើងបុកហ្នឹងយើងដាក់ជ្រុំវាកូរឲ្យរៀងនៅក្តៅហើយយើងដាក់ស្ករដាក់អំបិលនិយាយរួមអំបិលយើងដាក់បន្តិចបានហើយដោយសារតែត្រីខវាមានជាតិប្រៃជូរអែមសាបអីនៅតាមហ្នឹងអញ្ចឹងក៏យើងដាក់រួចហើយយើងក៏ភ្លក់វាម្សាដែរបងប្អូនយើងភ្លក់វាទៅចង់បានប្រៃឬក៏មិនប្រៃអីស្អែកតែចំណង់ចំណូលចិត្តរបស់បងប្អូនទេអញ្ចឹងក៏យើងរួចហើយយើងចាប់ផ្ដើមមកបកពងទារៀងត្រជាក់ដែរអញ្ចឹងយើងបកវាឲ្យអស់អីចឹងទៅហើយនិយាយមួយមុខនេះគឺបងប្អូនអាចឆ្នៃដូចនាងខ្ញុំសាកធ្វើម្ដងគឺថាឆ្ងាញ់មែនទែនហ្មងនិយាយរួមគឺអស់បាយឡើង3 4ចានឡើងឆ្ងាញ់អត់ដែរធ្វើបងប្អូនដល់ពេលយើងមកធ្វើអញ្ចឹងនឹងអេហ្មងនេះបងប្អូនពងទារបស់យើងនេះឡើងល្អមែនទែននិយាយរួមគឺថាសាច់ឡើងណែនហ្មងពងទាគេហូបស្រូវហូបអីចឹងណានេះបងប្អូនអញ្ចឹងដូចអីយើងរៀបរយបន្លែរបស់យើងទៅមានតសក់មានទ្រាប់ពងទាយើងស្ពៃយើងចង់បានស្ពៃឆៅអីចឹងទៅនេះបងប្អូនគឺហើយឲ្យឡើងតំណងមែនទែនហើយនិយាយទៅហូបមួយពងទាគឺថាឡើងតំណងមែនទែនដាក់មួយម៉ាត់មកគឺថាឡើងជាតិឡើងអស់បាយឡើង2 3ចាននិយាយរួមហូបភ្លេចខ្លួនគឺអស់បាយច្រើនហ្មងនេះឡើងតំណងឲ្យបងប្អូនចង់ឲ្យបងប្អូនសាកធ្វើតនេអីចឹងណាមាន